ត្រូវតែដឹងថាឡានnóប្រើម៉ាស៊ីនប្រើសាំងយើងទៅចាក់ម៉ាស៊ីនសាំងឲ្យគេហ្មងឥឡូវយើងរកពីណាប្រហូរចាញ់ចោលទៅគាត់ទៅណាទៅធ្វើចាក់ខ្លះគាត់ច្បាស់លាស់ជាមួយនឹងការចាក់សាំងឡានឬក៏ម៉ាស៊ីនអញ្ចឹងអ្នកខ្លះក៏គាត់បានសួរបញ្ជាក់ប៉ុន្តែខ្ញុំជឿថាក៏មានការធ្វើប្រហែសឬក៏មានបុគ្គលិកថ្មីទៅចូលជាដើមដែលគាត់អាចនឹងភ័ន្តច្រឡំឬក៏ថ្ងៃណាគាត់ stress ឬគាត់ human error គាត់អាចនឹងជួបបញ្ហាចាក់សាំងម៉ាស៊ីនហ្នឹងទៅខុសគ្នាបាទទៅជាអាឡានគេម៉ាស៊ីនទៅចាក់សាំងអាហ្នឹងគឺជាបញ្ហាច្រើនហើយធ្ងន់មែនតើបាទហើយឃើញឡានមួយចំនួនក៏គាត់បាន take care ឡានរបស់គាត់គឺគាត់បានដាក់បញ្ជាក់ថាកន្លែងចាក់សាំងថាសាំងឬក៏ម៉ាស៊ីនអញ្ចឹងណាដើម្បីឲ្យអ្នកចាក់មើលម្ដងទៀតមុននឹងចាក់ឲ្យច្បាស់បាទហើយមានមួយចំនួនទៀតតែពេលដែលយើងចាក់ខុសហើយគឺបាទបើសិនជាយើងបើកឡានប្រព័ន្ធប្រេងនឹងវាចាប់ផ្ដើមដំណើរការនៅក្នុងម៉ាស៊ីនយើងបាទសាំងនឹងវាជ្រាបអញ្ចឹងវាអាចឆ្លងដល់ប្រព័ន្ធប៊ិចហើយនឹងកូនជ្រូកគឺច្រើនខ្លាំងមែនតើអញ្ចឹងសម្រាប់អ្នកដែលគាត់ជួបបញ្ហាបែបហ្នឹងដំណោះស្រាយទី1គឺគាត់អាចថាបូមចេញនៅនឹងកន្លែងការទី2គឺយើងអាចទៅកន្លែងការ៉ាស់ណាមួយដែលគេឯកទេស check big check កូនជ្រូកឬក៏អាចថាយើងប្រើប្រាស់សេវាកម្មលាងធុងប្រេងមួយតង់ទៀតដើម្បីលាងជំរះជាតិសាំងអីផ្សេងៗនៅក្នុងធុងម៉ាស៊ីនរបស់យើងដូចគ្នាផងដែរបាទអញ្ចឹងសូមបងប្អូនទាំងអស់គ្នាអាចថាមុននឹងចាក់សាំងចាក់ម៉ាស៊ីនហ្នឹងគឺបញ្ជាក់ជាមួយនឹងអ្នកចាក់ម្ដងទៀតទៅព្រោះអ្នកចាក់ហ្នឹងបើសិនជាគាត់ជីវភាពធូរធារមានឡានជិះគ្រប់ model ក៏គាត់មិនមកធ្វើការចាក់សាំងដែរបាទហើយអ្នកដែលគាត់មកចាក់សាំងគឺគាត់មិនប្រកាសមិនច្បាស់លាស់ថាឡានបែបណាត្រូវការចាក់អីពេលខ្លះក៏គាត់ human error ពេលខ្លះក៏គាត់មានការភ័ន្តច្រឡំអីណាមួយផ្សេងៗដែលធ្វើឲ្យមានបញ្ហាប៉ះពាល់ទៅដល់ឡានយើងដែរបាទ